សូមជូនរឿងសំណោចខ្មោចតាពេកភាគ3តបពីសោយភាគ1និងភាគ2រួចមកសូមបងប្អូនបន្តសោយភាគ3ជាបន្តទៀតហើយភាគ3នេះបងប្អូននឹងសោយអាចដាក់ខោជាមិនខានព្រះសង្ឃអង្គនេះមានព្រះនាមថាលោកបងជោចលោកបងជោចគឺជាព្រះសង្ឃឆ្នើមនៅក្នុងវត្តមានមុនវិជ្ជាខ្លាំងក្លាណាស់ដូចជាស្រោចទឹកបណ្ដោះគ្រោះជាដើមថ្ងៃនេះពួកអុកញយនិងយាយចន្ទធូងក៏បានមករកលោកបងជោចដើម្បីឲ្យជួយបង្ក្រាបខ្មោចតាពេកថ្វាយបង្គំលោកបងអត់និមន្តទៅណាទៅណីទេថ្ងៃនេះអូអត់ទេញោមហើយមកនេះមានកាយដែរញោមកណាមានរឿងសំខាន់មួយចង់ឲ្យលោកបងជួយណាលោកបងមានរឿងសំខាន់អីទៅញោមបានជាមករកអាត្មាឲ្យជួយនឹងគឺចង់ឲ្យលោកបងជួយបង្ក្រាបខ្មោចឲ្យបន្តិចណាលោកបងចុំញោមលេងសើចនឹងជីវិតអាត្មាដល់ហើយញោមមិនអីទេលោកបងខ្មោចនោះមិនចេះសម្លាប់មនុស្សទេគ្រាន់តែលងធម្មតាហ្នឹងហើយខ្មោចនោះនៅឯណាដែរញោមកណាលោកបងខ្មោចនោះនៅឯព្រៃអាចខាងកើតភូមិយើងហ្នឹងណាលោកបងចេញលងរាល់ថ្ងៃហ្មងកាលអញមិនទាន់បួសក៏ធ្លាប់ទៅអាចនៅព្រៃនោះដែរតែដូចមិនដែលឃើញខ្មោចអីផងហើយមានស្គាល់មុខមាត់ខ្មោចនោះដែរអត់ញោមខ្មោចមកពីណាដែរអូគឺខ្មោចតាពេកហ្នឹងណាលោកបងគាត់ទើបតែស្លាប់បានប្រហែលជិត2 ខែនឹងឯងតែដើរលងគេលងឯងឡើងបែកអាចពេញភូមិអស់ហើយមិនអីទេអញ្ចឹងចាំព្រឹកស្អែកយើងនាំគ្នាទៅទាំងអស់គ្នាណាញោមកណាលោកបងអញ្ចឹងកណាថ្វាយបង្គំលាសិនហើយនិយាយចប់ពួកអុកញយនិងយាយចន្ទធូងក៏បានដើរត្រឡប់ទៅផ្ទះវិញបាត់ទៅចំណែកឯលោកបងជោចវិញក៏បានឈរនិយាយតែម្នាក់ឯងខ្វល់ខ្វាយក្នុងចិត្តមិនមកទេអញព្រឹកនេះបន្តិចខ្មោចលងរត់បាត់ជើងសព្រាតដែរទៅព្រោះកាលពីក្មេងអញក៏ធ្លាប់ត្រូវតានឹងដេញគប់អារឿងទៅអាចក្បែរផ្ទះគាត់ដែរសង្ស័យណាអញព្រឹកនេះអ្នកភូមិនិងលោកបងជោចបាននាំគ្នាមកផ្ទះតាពេកដើម្បីជំរះបញ្ជីគ្នាម្ដងចំណែកឯតាពេកវិញក៏រងចាំថ្ងៃនេះយូរហើយដែរតាពេកចេញមកជំរះបញ្ជីគ្នាម្ដងកុំនៅសំងំលើផ្ទះយកកម្លាំងដើរលងគេលងឯងនោះចេញមកលឿនមកមួយសន្ទុះក្រោយមកតាពេកក៏បានបង្ហាញខ្លួនភ្លឹបតែម្ដងពួកអ្នកភូមិគ្រាន់តែឃើញខ្មោចតាពេកលៀមនាំគ្នាភ័យបោកពោះគ្រប់គ្នាអ្នកខ្លះចង់រត់អ្នកខ្លះចង់សន្លប់ឈររីឯលបងជោចវិញក៏ភ័យក្តុកក្តួលក្នុងអារម្មណ៍ដែរតែដោយសារខ្លួនជាសង្ឃមិនអាចបញ្ចេញអាការៈភ័យខ្លាចនៅមុខអ្នកភូមិបានទេព្រោះខ្លាចខ្មាស់គេពួកឯងគ្រប់គ្នាមកផ្ទះយើងមានការអីមិនក៏នាំគ្នាមកច្រើនម្ល៉េះអាត្មាមកនេះមានរឿងចង់សួរញោមខ្លះដើម្បីស្រួលដោះស្រាយគ្នាណាមានរឿងអីអាចរងោលសួរលឿនមកអញប្រញាប់ឡងទោះបីជាតាពេកមានអាយុច្រើនមែនប៉ុន្តែគាត់មិនដែលចូលវត្តចូលវាម្ដងណាឡើយទើបធ្វើឲ្យគាត់ប្រើពាក្យមិនសមរម្យជាមួយព្រះសង្ឃបែបនេះម្យ៉ាងទៀតមកពីខឹងអ្នកភូមិផងយីតាពេកមិនហៅលបងចូលអាត្រងោអញ្ចឹងអត់ខ្លាចបាបទេអីអញអាពេកអញចង់និយាយមិនក៏បានដែរញោមចង់ហៅអាត្មាយ៉ាងម៉េចក៏បានដែរអាត្មាមិនអោយបាបទេព្រោះញោមអាយុច្រើនជាងអាត្មាឆ្ងាយណាស់ឯងមានរឿងអីចង់សួរអញសួរឲ្យលឿនមកអាត្មាឮអ្នកភូមិថាញោមមានបារមីយីប៉ែនៅត្រឡោកបាយតាមការពារមែនបានជាញោមចេញលងទាំងកណ្ដាលថ្ងៃមិនខ្លាចអីអញ្ចឹងហើយទៅជឿអីអាអ្នកភូមិនោះអញលងឡើងបែកអាចចង់ឈួតអស់ហើយហ្នឹងមួយអញ្ចឹងតាមានអ្នកណាតាមការពារចុះអញមានអ្នកតាមការពារមែនតែមិនមែនមនុស្សហើយក៏មិនមែនបារមីមកពីណាដែរនេះណែ
លេការពារកម្ដៅថ្ងៃវាជួយការពារយើងពីកម្ដៅថ្ងៃបាន 100% នេះយកទៅប្រើទៅ អញ្ចឹងទេអីហើយចុះហេតុអីបានជាតាមកលងគេលងឯងឡើងផ្អើលភូមិអញ្ចឹង ហែងចង់ដឹងមែនអញលងពួកវាព្រោះតែពួកវាមកជួបឯងក្បែរផ្ទះអញតាំងពីអញនៅរស់រហូតដល់អញងាប់ហើយក៏នៅតែមកជួបឯងក្បែរផ្ទះអញទៀតហើយឯងក៏មិនរួចខ្លួនដែរព្រោះឯងក៏ធ្លាប់មកជួបឯងក្បែរផ្ទះអញដែរ ហា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 និយាយចប់តាពេកក៏បានដេញលងអ្នកភូមិរត់បាត់ជើងសោព្រាតគ្រប់គ្នា លឿនឡើងមកញោមតាពេកតាមតាន់លើហើយ លោកបងចាំអាត្មាផងកុំរត់លឿនពេក យីអាខ្ញុយនិយាយខុសហើយចាំកណាផងបានត្រូវ ខ្ញុំភ័យពេកហ្នឹងណាយាយ sorry លោកបងអូយច្រឡំមាត់ទៀតហើយអញបានស្ន់លើបាបហើយពេលនេះ ពេលនេះហើយនៅគិតរឿងបាបរឿងបន់ស្អីទៀតអាខ្ញុយគិតតែពីរឿងខ្មោចដេញតាមពីក្រោយទៅបានហើយមកតាមឲ្យតាន់អញមកពួកអដែង ដោយសារតែខ្មោចតាពេកដេញលងពិតពីក្រោយពេកធ្វើឲ្យពួកគេនិយាយលេងនឹងខុសលែងនឹងត្រូវលុះស្អែកឡើងនៅផ្ទះតាពេកនឹកឃើញដល់ម្សិលមិញដោយអស់សំណើចដល់ហើយវៃពិសេសជាងគេអាលោកចូលនឹងមករត់លឿនជាងគេទៀតនិយាយអញ្ចឹងម្សិលមិញភ្លេចយកលុយថ្លៃលែការពារកម្ដៅថ្ងៃពីអូនចន្ទធូមួយសន្ទុះក្រោយមកតាពេកក៏បានហោះទៅទារលុយថ្លៃលែការពារកម្ដៅថ្ងៃពីយាយចន្ទធូប៉ុន្តែពេលទៅដល់គាត់មិនបានជួបជាមួយនឹងយាយចន្ទធូនោះទេព្រោះយាយចន្ទធូគាត់ទៅលេងស៊ីគូថៃនៅផ្ទះមីងញ៉បាត់ហើយអូនចន្ទធូអើយអូនចន្ទធូនៅផ្ទះអត់ទៅណាបាត់ទៅម្ចាស់បេះដូងបងមិនក៏មិនឃើញចឹងឃើញតែអារបល់យោនេះទៅសិនហើយអញខ្លាចអារបល់យោនេះដេញខាំអញទៀតណានិយាយរួចតាពេកក៏ហោះទៅផ្ទះវិញបាត់ទៅមួយសន្ទុះក្រោយមកយាយចន្ទធូក៏ត្រឡប់មកពីលេងស៊ីគូថៃវិញទាំងមានអារម្មណ៍មួម៉ៅជាខ្លាំងព្រោះស្អីអារបល់យោអញកំពុងតែក្តៅចិត្តរឿងចាញ់ស៊ីគូថៃគេផងស្ងោរទឹកដូងនៅឯងពាក្យចាស់ពោលថាលបែងតែងតែរីម្ដងគេដូច្នេះហើយសូមបងប្អូនទាំងអស់គ្នាជិះឲ្យឆ្ងាយពីលបែងហើយរដូវចូលឆ្នាំខាងមុខនេះខ្ញុំទំនេរធម្មតាទេបើសិនជាបងប្អូនខ្វះជើងអាចតាក់ទងមកខ្ញុំតាមឆាតឬ Telegram បានសូមអរគុណទុកជាមុនត្រឡប់មកក្នុងសាច់រឿងយើងវិញថ្ងៃនេះយាយចន្ទធូនិងពូអុកញុយបាននាំគ្នាទៅរកលបងជោចម្ដងទៀត ថ្វាយបង្គំលោកបងបាត់ភ័យហើយរឿងហ្នឹងលោកបង ពោញោមបេះដូងអាត្មានៅលោតជីបអូចនៅឡើយទេញោមហើយញោមមកនេះមានការអីទៀតហើយក ណាលោកបងគឺរឿងថ្ងៃមុនដដែលហ្នឹងព្រោះថាមិនទាន់ដោះស្រាយគ្នាចប់ទេគាត់នៅតែមកលោកដល់ក្នុងភូមិដដែលហ្នឹង អាត្មាមិនដឹងថាជួយដោះស្រាយយ៉ាងម៉េចទេញោមដូចញោមឃើញច្បាស់ផ្ទាល់ភ្នែកថ្ងៃមុនហើយសូម្បីតែអាត្មាក៏រត់បាត់ជើងសព្រាតរបស់តាពេកដែរអញ្ចឹងអាត្មាសូមដកខ្លួនចេញពីពិភពកូនមួយនេះហើយក ុំទាន់ដកខ្លួនលោកបងបើលោកបងដកខ្លួនតែអ្នកភូមិធ្វើយ៉ាងម៉េចទៅ អញ្ចឹងអាត្មាជួយញោមម្ដងទៀតចុះអាត្មាស្គាល់មនុស្សម្នាក់ដែលធ្លាប់ជួយសង្គ្រោះពិភពលោកណាញោម ចំលោកបងនៅតែក្នុងវត្តសោះស្គាល់ដល់អ្នកជួយសង្គ្រោះពិភពលោកទៀត មិនហ៊ានអួតទេណាញោមអញ្ចឹងញោមត្រឡប់ទៅផ្ទះវិញសិនទៅចាំអាត្មាតាក់ទងឲ្យអូភ្លេចប្រាប់ទៅ3ថ្ងៃក្រោយជួបគ្នានៅមុខផ្ទះតាពេកណាញោម កណាលោកបងអញ្ចឹងពួកកណាថ្វាយបង្គំលាសិនហើយ និយាយចប់ពូអុកញុយនិងយាយចន្ទធូក៏ត្រឡប់ទៅផ្ទះវិញបាត់ទៅចំណែកឯលោកបងជោច
ក៏បានតាក់ទងទៅវីរៈបុរសជួយសង្គ្រោះពិភពលោកឲ្យមកជួយអ្នកភូមិដែរតើវីរៈបុរសនោះជានរណាសូមបងប្អូនតាមដានទស្សនាភាគ4ជាបន្តទៀតសូមអរគុណសូមជម្រាបលា